បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំចង់បង្ហាញពីមុខម្ហូបត្រីបឹងកញ្ឆែតបាទអញ្ចឹងសូមពុកម៉ែបងប្អូនរីករាយទស្សនាដូចតទៅអញ្ចឹងមើលទៅកម្មវិធីបន្តដូចតទៅពុកម៉ែបងប្អូនបាទសម្រាប់មុខម្ហូបនេះដែរយើងមានត្រីបាទត្រីនេះត្រីទូកក៏បានត្រីរស់ក៏បានយើងធ្វើកោសឲ្យស្អាតអញ្ចឹងមកបាទត្រីឌៀបក៏បានដែរបាទធ្វើឲ្យស្អាតយើងដាក់នឹងកញ្ឆែតឲ្យស្រស់ទឹកយ៉ាងមកយើងមានទៅលើសាច់ជ្រូកបាទយើងច្រាំ3ជាន់ជាមួយនឹងគ្រឿងដែលយើងក្លុបបាទហើយនឹងកញ្ឆែតយើងអាចទីមីសា1ដុំឬ2ដុំក៏បានដែរសម្រាប់ចំពោះកញ្ឆែតមានទៅលើខ្ទិះដូងខ្ទិះដើមនិងខ្ទិះចុងបាទហើយទៅមានទៅលើទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងស្ករប៊ីចេងនិងរ៉ូឌីបាទដំបូងនេះយើងចាក់ខ្លាញ់ជ្រូកចូលបន្តិចមកបាទហើយយើងឆាទៅលើសាច់ជ្រូកដែលយើងបានច្រាំទុកហ្នឹងខ្ទង់1ខាំឬ2ខាំបាទទៅលើសាច់ជ្រូកហ្នឹងឆាវាឲ្យឆ្អិនបាទឆាចុះឆាឡើងជាមួយនឹងខ្លាញ់ជ្រូកនឹងបាទឆាឆ្អិនល្អមកបាទយើងឆាអាចខ្ទង់1នាទីអីណាពុកម៉ែបងប្អូន1នាទី2នាទីឲ្យឆ្អិនល្អបន្ទាប់ពីហ្នឹងយើងនឹងធ្វើការចាក់គ្រឿងដែលយើងបានក្លុបចូលមានដែងល្គុយសោតល្មៀតគុលកៃបាទហ្នឹងហើយយើងក្លុបឲ្យម៉ត់មកបាទយើងមានម៉ាស៊ីនក្លុបបើពុកម៉ែបងប្អូនអត់មានទេយើងអាចច្រាំវាម៉ត់ល្អក៏បានដែរបាទឆាចុះឆាឡើងបាទឲ្យវាឆ្អិនបាន40-50%អញ្ចឹងណាពុកម៉ែបងប្អូនបាទនេះវាចេញខ្លាញ់ពីសាច់ជ្រូកនេះបន្ទាប់មកយើងធ្វើការចាក់គ្រឿងចូលវាពុកបន្តិចតែវាចង់ឆេះប៉ុន្តែអីទេយើងកូរជាមួយគ្រឿងហ្នឹងជាមួយសាច់ដែលយើងឆាឆ្អិនបាទបាន40-50%ហ្នឹងឆាវាកូរចុះឡើងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទឆាវាចុះឡើងឆ្អិនពួកគ្រឿងនេះវាល្អសម្រាប់យើងពេលយើងក្លុកវាម៉ត់ល្អអញ្ចឹងពុកម៉ែបងប្អូនបន្ទាប់ពីហ្នឹងយើងធ្វើការដាក់ម្សៅស៊ុបរ៉ូឌីចូលបាទយើងដាក់បន្តិចល្មមបានហើយបាទកូរឲ្យចូលជាមួយនឹងគ្រឿងហ្នឹងដាក់ទៅលើស្ករសបាទស្ករសក៏ដាក់មកលភាបាទវាបាយទឹកត្រីមកសភាបាយដែរខ្ញុំអត់ប្រើអំបិលជាទូទៅសម្រាប់មុខម្ហូបដែលខ្ញុំជំរាបពុកម៉ែបងប្អូនតាំងពីដើមមកអញ្ចឹងវាខ្លាចប្រៃជូលយើងប្រច្រើនយើងប្រើទឹកត្រីនិងម្សៅស៊ុបនិងប្រេងខ្យងបាទបន្ទាប់ពីដាក់គ្រឿងទេសចូលហើយយើងកូរវឹកវាអញ្ចឹងមកពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីដាក់ទឹកត្រីហើយទៅលើប្រេងខ្យងទឹកស៊ីអ៊ីវមុនពុកម៉ែបងប្អូនទឹកស៊ីអ៊ីវបាទកូរចុះឡើងពូបន្ថែមយើងទឹកស៊ីអ៊ីវផងទឹកត្រីផងនិងប្រេងខ្យងផងវារសជាតិល្មមបាទហ្នឹងហើយណាមួយយើងបន្ថយអំបិលក៏ល្អដែរសម្រាប់សុខភាពរបស់យើងហើយស្ករក៏ដូចគ្នាដែរអញ្ចឹងណាពុកម៉ែបងប្អូនបាទយើងដាក់ប្រេងខ្យងចូលទៀតបាទអញ្ចឹងជាមូលហេតុខ្ញុំបានដាក់អំបិលបាទបន្ទាប់ពីដាក់ប្រេងខ្យងហើយយើងដាក់ប៊ីចេងបាទប៊ីចេងយើងកូរវឹកវាមកឥឡូវវាហ៊ីងទឹកគ្រឿងហ្នឹងវាមានហ៊ីងយើងកូរបន្តិចអញ្ចឹងណាពុកម៉ែបងប្អូនបាទយើងចាំតែចាក់ប្រេងទៅលើខ្ទិះដូងចូលទេពុកម៉ែបងប្អូនខ្ទិះដូងយើងច្រើនតែចំពោះមុខម្ហូបនេះអត់តលាន់ទេពុកម៉ែបងប្អូនចំពោះខ្ទិះដូងយើងដាក់សមល្មមខ្ទិះចុងខ្ទិះដើមជាមួយគ្នាទៅវាឃើញច្រើនអញ្ចឹងណាតែវាអត់តលាន់ទេពុកម៉ែបងប្អូនខ្ទិះដូងចិត្តមកគោមចានគោមអញ្ចឹងពុកម៉ែបងប្អូនយើងចាក់ប៉ុណ្្នឹងសិនមកចាក់សល់ខាងក្រោមនេះខ្ទេចយើងចាក់ចេញមកបាទបន្ទាប់ពីចាក់ខ្ទិះដូងហើយយើងធ្វើការរំងាស់វាឲ្យរីងខ្ទិះដូងអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយសម្រាប់មុខម្ហូបនេះពុកម៉ែបងប្អូនកុំឲ្យផាតពេលក៏យើងអាចធ្វើការដាក់ម្ងាស់វាចោលអញ្ចឹងទៅបន្ទាប់ពីហ្នឹងយើងយកត្រីមកចៀនមកបំពងឲ្យវាក្រៀមអញ្ចឹងណាកុំឲ្យខាតពេលវេលាហ្នឹងខ្ញុំ recommend ទៅលើពេលវេលាកុំឲ្យវាខាតពេលវេលាអញ្ចឹងសម្រាប់មុខម្ហូបនេះយើងបន្ទាប់ពីដាក់ខ្ទិះដូងហើយយើងធ្វើការរំងាស់វាចោលកូរចុះឡើងខ្លាច់ខ្លោចទៅលើបាតខាងក្រោមអញ្ចឹងណាពុកម៉ែបងប្អូនបើយើងទុកចោលវាក៏អាចខ្លោចអញ្ចឹងឥឡូវវាពុះនេះពុះហើយសម្រាប់ទឹកសោសរបស់វានឹងដាក់ចាក់ចូលនៅក្នុងត្រីនឹងបឹងកញ្ឆែតនិងកញ្ឆែតដែលយើងរៀបចំបន្ទាប់ពីហ្នឹងយើងរៀងឃើញយើងច្រើនទៅលើទឹកខ្ទិះដូងដែលយើងចាក់ចូលមុនហ្នឹងតែបន្ទាប់ពីយើងមកងាស់វារយៈពេលអាចទៅ10ទៅ15នាទីទៅវារីងទឹកហើយពុកម៉ែបងប្អូនបាទវារីងទឹកល្អហើយវាសមល្មមមានគោកល្មមយើងអាចចាក់ទៅលើត្រីហើយនឹងកញ្ឆែតបានអញ្ចឹងណាពុកម៉ែបងប្អូនបាទនេះរីងហើយបន្ទាប់ពីខ្ញុំមកងាស់បាន5នាទីទៅ6នាទីពុកម៉ែបងប្អូនបាទវារីងល្អហើយ
យើងគោវឹកអញ្ចឹងណាខ្លាចតែខ្លោចខាងក្រោមទេបាទយើងគោចុះឡើងអញ្ចឹងខ្លាចខ្លោចអានេះរីងបានសារទៅ50%ឯងយើងធ្វើការភ្លក់វាម្ដងថារសជាតិនឹងសមល្មមហើយនៅបន្ទាប់ពីហ្នឹងយើងធ្វើការដាក់បំពងឬជៀនត្រីដែលយើងត្រៀមលាងស្អាតហើយទុកហ្នឹងចាក់ខ្លាញ់ឲ្យក្តៅអញ្ចឹងមកបាទយើងយកត្រីនេះអូល្អមែនតើធាត់មែនតើបាទអញ្ចឹងខ្ញុំឲ្យវាធ្វើស្អាតពីសាមកអញ្ចឹងយើងដាក់ត្រីចូលត្រីទំនាបវាព្រោះតែខ្ទះហ្នឹងវាធំតែមើលទៅត្រីធំជាងខ្ទះទៀតបាទត្រីរស់នេះប្រហែលខ្ទង់7 2 គីឡូហើយបាទអញ្ចឹងខ្ញុំដាក់វាជៀនអញ្ចឹងមកបាទបំពងដាក់ខ្លាញ់យើងច្រើនតិចព្រោះខ្លាចវាស្អិតជាប់នឹងខ្ទះអញ្ចឹងឥឡូវស្អិតជាប់តែខ្ញុំដួសទៅលើខ្លាញ់ជ្រូកហ្នឹងបាទខ្លាញ់ជ្រូកដែលខ្ញុំដាក់ហ្នឹងប្រេងឆាលាយគ្នាហ្នឹងព្រោះយើងប្រើខ្លាញ់ជ្រូកក៏វាចុះច្រើនដែរអញ្ចឹងដាក់លាយប្រេងឆាខ្លះមកបាទហើយពោះវាក៏យើងដាក់បំពងជាមួយត្រីហ្នឹងដែរបាទយើងដាក់បាទបំពងក្រៀមហើយនេះបន្ទាប់ពីក្រៀមមកខាងនៃសាច់ត្រីខ្ញុំប្រែមកតែវាជាប់បែកតិចព្រោះប្រេងឆាវាតិចវាដាក់ច្រើនណាស់ប៉ុន្តែខ្ទះវាធំអញ្ចឹងមើលទៅវាឃើញវាថ្នាក់វានៅខាងក្រោមហ្នឹងវាសមល្មមអញ្ចឹងវាបែកយើងបែកសាច់ត្រីតិចតែអត់អីទេបាទវាមិនបែកខ្លាំងទេគាត់ថាវាល្មមបាទនេះខ្ញុំប្រែឲ្យរូបភាពដែលឆ្អិនមកខាងហើយសម្រាប់រយៈពេល10ទៅ15នាទីដែលខ្ញុំធ្វើការបំពងនឹងបាទយើងធ្វើការបំពងត្រីឲ្យក្រៀមល្អកុំឲ្យវាឆ្អាបព្រោះត្រីនៅពេលដែលវាឆ្អិនល្អវាអត់សូវឆ្អាបទេហើយទៅលើការលាងសម្អាតរបស់យើងមុននឹងធ្វើវានឹងបាទអញ្ចឹងរយៈពេលដែលខ្ញុំបំពងត្រីហ្នឹងអាចខ្ទង់ចូលចិត្តកន្លះម៉ោងដែរអញ្ចឹងខ្ញុំថតជូនមើលទៅហើយខ្ញុំប្រែបានមួយខាងហ្នឹងខ្ទង់15នាទីបាទ10ទៅ15នាទីខ្ញុំប្រែម្ដងហើយដាក់ភ្លើងរឹមឯងបន្ទាប់ពីហ្នឹងត្រីឆ្អិនហើយឥឡូវយើងរៀបចានសម្រាប់ដាក់រៀបចំទៅលើកញ្ឆែតបាទអញ្ចឹងកញ្ឆែតយើងរៀបចំឲ្យស្អាតចេះទៅបាទរៀបចំលើចានហ្នឹងគឺយើងអាចដាក់កដៅទៅលើចង្ក្រានហ្គាសតូចមួយនេះបន្ទាប់ពីយើងរៀបចំហើយយើងចាក់គ្រឿងចូលបាទឥឡូវយើងលើកត្រីមកយើងដាក់ចូលនៅក្នុងចានហ្នឹងបាទហើយសូមជំរាបពុកម៉ែបងប្អូនបន្ទាប់ពីរៀបត្រីនឹងជាមួយកញ្ឆែតហើយគ្រឿងហ្នឹងវាអាចយើងត្រជាក់យើងធ្វើការកម្ដៅវាម្សៅទៀតបាទឥឡូវនេះខ្ញុំធ្វើការកម្ដៅគ្រឿងម្សៅទៀតបាទធ្វើការកម្ដៅមកបងព្រោះយើងចាក់ទាំងនេះហ្នឹងវាអត់សូវក្ដៅធ្វើឲ្យបន្លែយើងក៏វាមិនសូវជាឆ្អិនល្អដែរកញ្ឆែតហ្នឹងអាចញ៉ាំឆៅបានដែរអញ្ចឹងយើងចង់ឲ្យកញ្ឆែតហ្នឹងរៀងសពូនស្លោបន្តិចអញ្ចឹងណាយើងធ្វើការក្ដៅបាទក្ដៅអញ្ចឹងមកបាទបន្ទាប់ពីក្ដៅហើយយើងធ្វើការចាក់មកម្ហូបនេះយូរក្នុងការជៀននឹងពងត្រីបាទឥឡូវខ្ញុំធ្វើការចាក់ចូលចានហើយបាទហើយធ្វើការរំងាស់ចិត្តប្រហែលជាអាច20នាទីបាទឥឡូវវារីងទឹកអស់នៅសល់ទឹកសុសវានៅប៉ុណ្្នឹងបាទអញ្ចឹងមុខម្ហូបមួយនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូននេះទៀតសូមពុកម៉ែបងប្អូនជួយ like និង share ហើយ subscribe បាទដើម្បីទទួលទៅលើមុខម្ហូបផ្សេងៗបាទឥឡូវខ្ញុំបង្ហាញពីសុវត្ថិភាពបន្ទាប់ពីចាក់គ្រឿងចូលហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងទេសម្រាប់មុខម្ហូបមុខនេះសូមជូនពរពុកម៉ែបងប្អូនទាំងអស់រកទទួលទានមានបានសុខភាពល្អជោគជ័យក្នុងភារកិច្ចឆ្នាំថ្មីនេះបាទអញ្ចឹងសម្រាប់មុខម្ហូបផ្សេងទៀតសូមពុកម៉ែបងប្អូនជួយខមមិនមកខ្ញុំនឹងបង្ហាញមុខម្ហូបថ្មីជូនពុកម៉ែបងប្អូនទស្សនាបន្តនឹងទៀតហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា